storage postman API collection យើង open វាមកនេះឈ្មោះ Laravel postman API យើងអាចទៅមើលនៅក្នុងJSON របស់យើងមិញយើងដូរឈ្មោះដើម្បីកុំឲ្យវាច្រឡំរបស់គេយើងប្រើពាក្យ Laravel postman API អញ្ចឹងហើយវាមានអីគេ login ហើយមកទៀតយើងមាន user API ស្អីបែបយើងនឹង get all user ដែលសារតែយើងអត់មក login អញ្ចឹងវាអត់អាច get បានទីដំបូងយើងបង្កើត Laravel project ប្រើ command Laravel new យើងដាក់ថា Laravel postman ចិនAPI ចឹងយើង select មកយើងប្រើ start kit អត់បើយើងធ្វើតែ API ទេយើង select ណាំdefault មកចឹងវានឹងបង្កើត Laravel project មួយយើងអានេះយើង select MySQL ក៏បាន SQLite ក៏បានដែលខ្ញុំប្រើ SQLite ដើម្បីធ្វើការ testing API ចាំវា install ចប់យើងនឹងចូលបើកវាក្នុង IDE យើងយកចេះមកយើងចូល project និង cd Laravel postman API មកយើងធ្វើការបើកក្នុង IDE វាយើងប្រើវា echo យើងប្រើ code dot តែបើខ្ញុំប្រើ tray យើងវាយ tray dot ចឹងវានឹងបើក tray IDE tray IDE វាមានឆាតនៅខាងស្ដាំដៃចឹងវាអត់ប្រើយើងបិទមកតមកទៀតយើងសាកធ្វើការ testing server មកPHP JSON serve ចឹងយើងបើកវានៅក្នុង browser web browser របស់យើងហើយយើងបើកនៅក្នុងsorry ចឹងយើងបានបង្កើត Laravel project មួយdefault Laravel project ចឹងតមកទៀតយើងធ្វើការ install នៅនេះយើងចូលនៅក្នុង GitHub មកយើងចូលមក repo Laravel postman ដើម្បី install នៅ postman generator សម្រាប់ API របស់ Laravel project របស់យើងចឹងយើងអត់បាក់ធ្វើការ create postman manual ដល់ខ្លួនឯងទេយើងគ្រាន់តែ run command ឧទាហរណ៍ថា run command postman generate ដើម្បី generate postman API direct ពី application របស់យើងអញ្ចឹងយើងធ្វើការ install មួយមកយើងបើក terminal មួយទៀតយើងធ្វើការ install composer require dev Laravel postman ចឹងមកយើងធ្វើការមួយទៀតយើងធ្វើការ publish config provider មកយើងបើសិនជាយើងមាន API ហើយយើងអាច run generate create API ហើយយើងអាច run generate បានតែបើយើងអត់ទាន់មានឧទាហរណ៍យើងតំបង្កើត project ថ្មីអញ្ចឹងយើងចូលមកក្នុងយើងធ្វើការ install API មួយសិនយើង install API ដោយប្រើ PHP artisan install
store API ចឹងវានឹងធ្វើការបង្កើតនៅ route API និង configuration មួយចំនួនដែល dependency មួយចំនួនដែល support ទៅលើ API ដូចជា Lava Phantom Tinker Carbon ហើយផ្សេងៗចឹងវាអាចវាសួរយើងថាយើងអាច add database migration ទៅក្នុងនឹងសម្រាប់ user API ចឹងយើងដាក់ yes មក yes ចឹងយើងធ្វើការនេះវានឹងយើង add ទៅ user model របស់យើងដើម្បីឲ្យ user របស់យើងអាចប្រើជា API បានចឹងយើងចូលដល់ user model user នេះចឹងយើងអាចដាក់នៅ use នៅPhantom has API token នេះដើម្បីឲ្យ user របស់យើងអាចប្រើ API token បានដូចជា generate token ក៏ដូចជា check ថា user នឹង login ទាក់ទងនឹង password និង email និង password ចឹងយើង save មក clear បន្តមកទៀតយើងធ្វើការចូលមក route API ចឹងនេះយើងបាន default user ចឹងតែយើងអត់មានទាក់ទងទៅនឹង API route ផ្សេងទៀតដែលដើម្បី generate ជា API ចឹងយើងធ្វើការប្រើនៅ PHP ទីសានេះមួយបង្កើត controller make controller យើងប្រើ user controller ដាក់ resource ដើម្បីឲ្យយើងមាន function នៅក្នុងនឹងស្រាប់ដូចជា create pause ឬក៏ delete អីចឹងដែរហ្នឹងហើយមកវានឹង create នៅ controller មួយឈ្មោះថា user controller ហើយយើងអាចទៅ define នៅ function នឹងបានតែ index យើងប្រើសម្រាប់ get យក user ទាំងអស់ចឹងយើងប្រើថា user ស្មើ user មកប្រើយើងផ្សេងចឹងបាន return response ចឹងក៏បានយើងអាចដាក់ message មួយដាក់ថាretrieve user successfully ចឹងណាហើយយើងបោះ data ទៅឲ្យតែយើង data យើងប្រើ pagination ដែល per page យើងប្រើ10សិនណាចាំយើងតេស្ត API នឹងតាមក្រោយអានេះជា controller ដើម្បី get យក user ទាំងអស់បន្តទៀត create យកអត់មានអីទេដោយសារថាយើងប្រើនៅ store វិញ store ដើម្បី create user store យើងយកតាមគេចឹងមកឧទាហរណ៍នេះ user create ពេល request all ចឹងតែ request នេះយើងនឹងធ្វើការ update ថា request ធ្វើការអីគេចឹងដើម្បីឲ្យ API យើងស្គាល់ body ទៅលើ request post create user ហ្នឹងយើងត្រូវបង្កើត request មួយយើងបង្កើត PHP artisan make request store user request ចឹងណាចឹងវានឹងបង្កើត store user request មួយចឹងកន្លែង rule នេះយើងdefine field ថាយើងត្រូវការ field អីគេខ្លះ
ហើយយើងអាច validate នៅមួយចំនួនដូចជា make lang ឬក៏ unique user តាម email ហើយ require min max password អីយ៉ាងណាអញ្ចឹងយើងចុច enter មកអញ្ចឹងពេលយើង create user វានឹង require អានេះ require field name email password អញ្ចឹងដើម្បីឲ្យយើងប្រើ request នេះបានយើង copy ឈ្មោះ request ហ្នឹងទៅដាក់នៅលើយើងប្រើនៅលើ function store នេះដែល request ហ្នឹងប្រើ request ដែលយើងបង្កើតមកដើម្បី define field មួយចំនួនដើម្បីឲ្យពេល generate postman មកវានឹងមាន body ដែលសម្រាប់ដាក់តម្លៃពួកនេះចូលពេលយើង run generate យើងនឹងឃើញថាវាមាន field ហ្នឹងcreate register យើងប្រើ validate request validate ដើម្បីឲ្យវាធ្វើការ validate នៅvalidation ដែលយើងបង្កើតនេះតមកទៀត show យើងចាប់យក user មួយ user find offer id ហើយយើងបោះ user មួយ record ទៅវិញអញ្ចឹង edit ដូចគ្នា find offer យកមួយ record ដូចគ្នាតាមពិត edit នឹង show នេះដូចគ្នាតែតាមពិតបើសិនជាយើងប្រើ API យើងអត់បាក់ប្រើ show នេះយើងប្រើ edit នេះដើម្បីធ្វើការ edit user ទៅទៀត update អញ្ចឹងពេលយើង store ហើយយើងអាចធ្វើការ update បានអានេះដូចគ្នាដែរយើងបង្កើត request មួយទៀតដើម្បីធ្វើការ define model សម្រាប់ update define request សម្រាប់ update អញ្ចឹងដើម្បីយើងប្រើយើង make update user request អញ្ចឹងវាខុសគ្នាពី store ត្រង់ថាវាមាន user នឹងស្រាប់ហើយឧទាហរណ៍ថាកន្លែង email ហ្នឹងបើសិនជាប្រើ email ដដែលក៏វាallow ឲ្យធ្វើការ update ដែរព្រោះវាជារបស់ខ្លួនឯងវាខុសគ្នាពី create បន្តិចកន្លែងនេះអញ្ចឹងយើងបង្កើតថ្មីមកដើម្បីយើងស្រួលញែកវាជាពីរយើងចូលមកប្រើនៅក្នុងនេះប្រើ request update នេះតមកយើងធ្វើការ search នៅ user តមកទៀតយើង update validate field ហ្នឹងហើយយើង return data destroy ដូចគ្នា find offer delete response ថា user ហ្នឹងបាន delete ចឹងបន្ទាប់ពីយើងបាន create នៅuser function មានដូចជាធ្វើការ fetch all user នៅក្នុង function edit ចឹង create យើងអត់មានអីទេstore បានយើងបង្កើត function សម្រាប់ create store តែ request body នេះយើង define នៅក្នុង request នេះមាន validation show យើងទាញមួយ record ដើម្បី show edit ទាញមួយ record ដូចគ្នា update យើងប្រើ update request នេះ destroy បន្តមកទៀតយើងធ្វើការបង្កើតនៅ route នៅ route out login អញ្ចឹងបង្កើត php artisan យើងបង្កើត controller សម្រាប់ login make controller out controller យើងបង្កើតតែពី API function ចឹងបាច់ដាក់ resource ណាចឹងយើងបង្កើតហើយយើងវានឹងចូលក្នុង controller នេះហើយ function ទី1 public function login ចឹងវាឲ្យហើយ login ហើយអានេះយើងត្រូវបង្កើត request login ដូចគ្នាដើម្បីឲ្យ
generate API មកវាមាន field ក្នុងនឹងស្រាប់មាន field body អញ្ចឹងយើងបង្កើត request មក php artisan make request គេ request login old request request ហ្នឹងមកចឹង old request យើងត្រូវការអីគេខ្លះយើងត្រូវការ email ហើយនិង password ចឹងខ្វះ email និង password ចឹងអានេះយើងអត់ប្រើអញ្ចឹងទេភាសាយើងប្រើlogin request នេះហើយ request validate credential user create token អានេះគឺជា secret key secret ចឹង secret token ចឹងអាហ្នឹងយើងអាចដាក់វា strong តិចក៏បានណា secret token នេះ need strong ចឹងអូខេបន្តមកទៀតយើងធ្វើការបង្កើតនៅ API មួយទៀតសម្រាប់ log out អញ្ចឹងបើយើង log in ហើយយើងអាច log out បានអញ្ចឹង log out យើងអត់មាន request body អីទេយើងប្រើ user ដែលយើងបាន log in ហើយធ្វើការ log out មកតែសម្រាប់ log in យើងមាន request body login out request ដែលមាន field មួយចំនួនដូចជា email និង password អញ្ចឹងបន្តមកទៀតយើងបង្កើត controller user ហើយនឹង out ហើយអញ្ចឹងយើងត្រូវ define API ម្ដងចានេះយើងអាចប្រើជាក្បាលយើងប្រើ route ក្តោបroute middleware ណាប្រើ route middleware សិនទុំហើយក្តោបroute ដូចជាroute API resource អញ្ចឹងដោយសារតែយើងប្រើ user controller ជាប្រភេទ API resource ដែលមាន index create store ក៏ដូចជា show edit អីគ្រប់តាម API resource អញ្ចឹងយើងអាចប្រើ route API resource នេះបានអញ្ចឹងវាមាន create update post delete អីនៅក្នុងហ្នឹងអញ្ចឹងយើងអាចទៅមើលពេលយើង generate postman បានហើយយើង define route login យើងអាចត្រូវការ send ទុំ middleware check ទេដោយសារតែយើងអត់តាម login អញ្ចឹងយើងដាក់ខាងក្រៅ middleware host send ទុំអញ្ចឹងហើយយើង log out យើងអាចដាក់នៅក្នុងនេះបានព្រោះយើង log in ហើយបានយើងអាច log out តាមក្រោយអញ្ចឹងយើងមានប៉ុណ្ណឹងសម្រាប់ API user growth ហើយនឹង login log out យើងអាច generate នៅ postman API generate បានដែលយើងបាន install package មួយមានឈ្មោះថាវានៅក្នុង dev require dev នេះ Laravel postman អញ្ចឹងចាប់តាម generate មកយើងវាយ command នេះ php artisan postman អញ្ចឹងយើងមើលសិនថាវាមាន command អីគេខ្លះយើងវាយ php artisan មកយើងឃើញយើងរក postman នេះ postman generate ចឹងវាមាននៅក្នុង artisan របស់យើងហើយឃើញមួយសិនវាយម្ដងទៀតនេះ artisan postman generate ចឹងវានឹង generate នៅក្នុងAPI មានក្នុង storage postman API collection អញ្ចឹងយើងចូលមកក្នុង storage postman API collection យើងនឹងឃើញថា
យើងបាន JSON API collection របស់យើងឈ្មោះថា Laravel អញ្ចឹងយើងដូរឈ្មោះមកដូរឈ្មោះតិចថា Postman API អញ្ចឹងហើយយើងមានអីគេមាន login មេតូដវាប៉ោះ URL នេះ body យើងបាន define នៅក្នុង request body request login អញ្ចឹងវានឹងអាច generate បាននៅក្នុងនេះបើយើងអត់បាន define កន្លែងនេះយើងអត់បាន define អានេះទេវានឹងអត់មាន body ឲ្យទេយើងត្រូវ create អានេះមួយដើម្បីឲ្យវាមានក្នុង Postman របស់យើងមាន body អញ្ចឹងដើម្បី generate ឬក៏យើងហាត់យើងមកតែ save ខ្លួនឯងក្នុងនេះក៏បានដែរអញ្ចឹងមាន log out មាន user អញ្ចឹងបន្តមកទៀតយើងបាន JSON នឹងហើយយើងទៅ import JSON នឹងដាក់ក្នុង Postman របស់យើងបើក Postman មកបន្ទាប់ពីយើងបានបើក Postman ហើយនេះបច្ចេកមុនដែលយើងបានអញ្ចឹងយើងចុចពី import យើងថ្មីហើយយើង open file មក storage Postman API collection យើង open វាមកនេះឈ្មោះ Laravel Postman API យើងអាចទៅមើលនៅក្នុងJSON របស់យើងមិញយើងដូរឈ្មោះដើម្បីកុំឲ្យវាច្រឡំរបស់គេយើងប្រើពាក្យ Laravel Postman API អញ្ចឹងហើយវាមានអីគេ login អាចចុចតាមមក forbidden យើងដូរនៅក្នុងនេះបន្តិចសម្រាប់ login request នេះយើងត្រូវការ authentication through នៅតែយើង allow ពេលវាអត់បាន login អញ្ចឹងយើងចុច login មកទៀតវានឹងត្រូវការ require body នេះចឹងវិញតែដោយសារតែ user យើងអត់ទាន់មានអញ្ចឹងយើង login អត់ទាន់បានហើយបន្តមកទៀតយើង log out ដូចគ្នាចុចតាស់មកនឹងធ្វើការ login សិនបន្តមកទៀតយើងមាន user API ហើយបែរយើងនឹង get all user ដែលសារតែយើងអត់បាន login អញ្ចឹងវាអត់អាច get បានផុសយើងមាន body នេះយើង define នៅក្នុង store វាចូលមកក្នុងនេះយើងមាន store user request នេះវានឹងមាន body ស្រាប់ពេលយើង generate Postman API get ហើយនឹង put update វា update ទៅវិញក៏វាត្រូវការមាន body ដែរហើយ delete ហើយយើងចឹងយើងបានជោគជ័យទៅលើការ generate API ទៅក្នុង login ហើយនឹង group user ហើយអញ្ចឹងបើពីមុនយ៉ាងម៉េចបើពីមុនយើងប្រើ Swagger អញ្ចឹងយើងចូលនៅក្នុងបច្ចេកពីមុននេះគឺជា Laravel API ដែលអត់បានប្រើ Laravel Postman generate ហ្នឹងទេហើយដើម្បីប្រើឲ្យវា automatic generate API បានយើងប្រើដាក់ការ online ដាក់ការ online L5 Swagger យើងប្រើជា Swagger ដើម្បីធ្វើការ generate ជា API នៅលើបច្ចេកវិទ្យាអញ្ចឹងខ្ញុំសូមបិទបច្ចេកនេះសិនដើម្បី run បច្ចេកដែលខ្ញុំប្រើ
Swagger នេះយើងប្រើ Swagger ដើម្បី generate API នេះយើង run API ទី3ស្អីមកsau một tiếtយើងវាយ API documentation នេះអញ្ចឹងយើងវា automatic generate database API document ឲ្យតាមរយៈpackage នេះ alpha Swagger អញ្ចឹងហើយខ្ញុំបាន configuration មួយចំនួនដែលវាពិបាកជាង Laravel Postman ឆ្ងាយដោយសារតែយើងឧទាហរណ៍ក្នុង controller auth នេះយើងត្រូវ define នៅ OpenAI attribute AO នេះដែលយើងប្រកាសវានៅលើ function មួយឧទាហរណ៍ថា post login អញ្ចឹង post login អញ្ចឹងយើងត្រូវ define path ថាវា API login take វាអីគេ body យើង define អញ្ចឹងវាធ្វើឲ្យ code របស់យើងច្រើនហើយវាពិបាកក្នុងការគ្រប់គ្រងអញ្ចឹងមក function យើងត្រូវតែ save មួយអញ្ចឹងហើយនេះ function delete ក៏យើងត្រូវតែ save មួយទៀតដើម្បីឲ្យវាពេលយើង generate មកវាមាននៅក្នុង Laravel Swagger អញ្ចឹងវាអត់ដូច Laravel Postman ដែលវាស្រួលក្នុងការយកអាបាក់តែ save ប្រភេទ document នេះម្ដងទៀតដើម្បី generate ទេនេះ user ក៏ដូចគ្នានេះយើងត្រូវទៅ save ពីលើនេះថាវាត្រូវការ property អីគេនេះថាវាប្រភេទ path របស់វាអីគេ response អានេះយើងអាច define response វាបានថាវាមិនប្រភេទ object មិនហើយបើវាអនុស្សរាយវាចេញយ៉ាងម៉េចចឹងយើង compare គ្នាថា Swagger នេះវាមានផលលំបាកសម្រាប់យើងទៅ save វាប្រើពេលយូរដើម្បីទៅ save API document តែបើ Laravel Postman នេះយើង run តាមយើងទៅ save តា follow តាម document វាបន្តិចយើង generate បានស្រួលជាង Swagger ឆ្ងាយចឹងយើង Laravel Postman ចឹងយើង search មក package របស់ Laravel Postman នេះមកចឹងនេះ document វាមួយចំនួនហើយយើងចូលក្នុង GitHub មកនេះរបៀប install ហើយរបៀប public ហើយរបៀប generate